ឡមិនខកឈ្មោះជាព្រះរាជទាយាទមកស៊ូឆាងឈីងឯងពិតជាអស្ចារ្យមែនរាជវង្សស៊ីយើងមានសង្ឃឹមហើយតាអាល្អិតរាជវង្សស៊ីកុំទាន់អើយប្រកួត3 ដងឈ្នះ 2 ដងទើបស៊ីដាច់នេះគ្រាន់តែជាការឈ្នះជុំទី1របស់ពួកឯងទេហើយវាក៏ជាជុំចុងក្រោយដែរលោកអាញាកណ្ដាលខាងយើងសូមប្រើសិទ្ធិកែប្រែច្បាប់សម្រាប់អ្នកចាញ់ព្រលឹងវីរបុរសណាដែលចេញប្រយុទ្ធហើយមិនអាចចេញប្រយុទ្ធម្ដងទៀតបានទេចាញ់មិនព្រមទទួលស្គាល់ចាញ់គ្រាន់តែចាញ់មួយប្រកួតសោះសូមកែច្បាប់បាត់ប្រទេសដែលគ្មានប្រវត្តិសាស្ត្រច្បាស់លាស់មួយនឹងក្រៅពីព្រះរាជទាយាទតើមានអ្នកណាអាចវាយបានទៀតគេហៅថាយុទ្ធសាស្ត្រយល់លេចង្រៃមែនត្រូវគេរឹតបន្តឹងបាត់ត្រូវតែឲ្យស៊ូឆាងឈីងចុះមកសិនគេគឺជាក្តីសង្ឃឹមតែមួយគត់របស់រាជវង្សស៊ីយើងអូនស៊ូបន្តពីនេះទៅត្រូវពឹងលើឯងខ្លួនឯងហើយណាជួយចាត់ការអាពួកមនុស្សព្រៃផ្សៃទាំងនេះឲ្យចាស់ដៃមកទៅទទួលព្រះរាជបញ្ជាទូបង្គំទុកការងារបន្ទាប់ឲ្យទូបង្គំចុះអាកណ្ដុររភពផែនដីដ៏ថោកទាបអត់មានរាជទាយាទអញចង់ដឹងថាឯងនៅហ៊ានខ្លាំងទៀតអត់ឆាប់លុតជង្គង់ក្រាបសំពះអញ3 ដងភ្លាមទៅហើយសារភាពថារាជវង្សស៊ីជាចំណុះរបស់កូនសម្ព័ន្ធយើងនោះអញអាចនឹងជួយសុំអង្វរព្រះផ្កាយឲ្យទុកជីវិតឯងមួយបានសត្វល្អិតហ៊ានប្រមាថមេឃាឯងថាម៉េចហះអាស្វាល់ងងមិនទាន់ស៊ីចម្រើឲ្យស៊ីរបស់ល្អមិនចេះស៊ីសោះមកការប្រកួតជុំទី2នឹងចាប់ផ្ដើមក្នុងរយៈពេល10នាទីទៀតកីឡាករទាំងសងខាងសូមត្រៀមខ្លួនបន្តិចទៀតអញនឹងហែកមាត់ឯងជាជំរាកមិនខានហះអ្នកណាប្រាប់ឯងថាខ្ញុំអាចកោះហៅប្រលឹងវីរបុរសបានតែមួយនោះធ្វើកំលេះអាវ៉ាបារីជវង្សស៊ីឯងមានប្រលឹងវីរបុរសផ្សេងមែនមិនក៏ធ្លាក់ខ្លួនដល់ថ្នាក់នឹងអំបញ្ញមិញគ្រាន់តែជារឿងចៃដន្យឲ្យប៉ុណ្ណោះតើចេញមកស៊ូជីនាំយកនៅក្តីវិនិច្ឆ័យពិតប្រាកដឲ្យភពផែនដីនេះបានឃើញបន្តិចមើលឯងហៅមនុស្សស្រីមកគេអញ្ចឹងខ្ញុំនឹងឲ្យឯងបានបើភ្នែកមើលពីភាពអស្ចារ្យរបស់ស្ត្រីនៃរាជវង្សស៊ីយើងម្ដងស៊ូឆាងឈីងរាជវង្សស៊ីទាំងមូលផ្ញើវាសនាលើឯងហើយត្រូវតែឈ្នះណាទោះកើតជាស្រីរូបរាងទន់ខ្សោយក៏ពិតមែនតែវីនារីក៏អាចចេញពីបន្ទប់ផាត់មុខបានដែរសំឡេងត្រែបន្លឺកាត់ខ្យល់រងាពន្លឺព្រះច័ន្ទជាលើអាវក្រោះដែកនាយឧត្តមសេនីយ៍បូជាជីវិតក្នុងសមរភូមិឯវីរបុរសត្រឡប់មកវិញក្រោយ10ឆ្នាំមិនអាចទេមិនក៏ឯងនៅមានប្រលឹងវីរបុរសទី2ទៀតអញ្ចឹងនេះច្បាស់ជាមិនអាគមបកប្រាស់ហើយស៊ូជីក៏បំបីវាចោលភ្លាមទៅ